ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើថតសកម្មភាពលេងបនព្រៃចង់ដឹងថាយ៉ាងដូចម្ដេចតោះទៅតាមដានទាំងអស់គ្នាបាទងាយមួយអូខេឥឡូវខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅរកមនព្រៃហើយការរកមនព្រៃគឺយើងរកទៅតាមសម្លេងរបស់វាកាលណាឮវារងាវនោះមានន័យថាវានៅទីនោះហើយយើងអាចទៅតាក់វាបានអូឮវារងាវហើយតោះជាដំបូងខ្ញុំត្រូវរាយជើងសិនហើយនៅពេលដែលវាមកជុលជាមួយនឹងមន់ធ្នាក់របស់ខ្ញុំវានឹងត្រូវជាប់ជើងនៅពេលដែលមន់ធ្នាក់របស់យើងរងាវបែបនេះមិនយូរទេមន់ព្រៃវានឹងមកដល់ភ្លាមព្រោះវាគិតថាមានគូសត្រូវមកចង់ដណ្ដើមញីរបស់វាដូច្នេះវានឹងមកជុលនិងដេញមន់ឈ្មោលនេះមិនឲ្យនៅក្បែរញីរបស់វាឡើយវាពុំដឹងទេថាវានឹងត្រូវជាប់ជង់ជាទូទៅមនុស្សសត្វវាតែងតែមាននេះដោយសារតែភាពយកឈ្នះចាញ់គ្នាការយកឈ្នះចាញ់គ្នាវានាំមកនូវភាពមហន្តរាយដូចមន្ត្រីនេះអញ្ចឹងនៅពេលដែលវាចង់យកឈ្នះចាញ់គ្នានោះវានឹងត្រូវជាប់ជង់ជាពំខានបញ្ជាក់ខ្ញុំលេងមន្ត្រីនេះមិនមែនយកមកធ្វើជាអាហារនោះទេឬក៏យកទៅលក់ដូរអ្វីនោះឡើយខ្ញុំគ្រាន់តែថតតែប៉ុណ្ណោះប្រសិនបើវាជាប់ខ្ញុំនឹងលែងវាវិញខ្ញុំមិនធ្វើបាបវានោះទេប្រសិនបើបងប្អូនពេញចិត្តនៅរាល់វីដេអូរបស់ខ្ញុំសូមបងប្អូនជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្ត
បាទឃើញថាខ្ញុំបានលេងមន់ព្រៃវិញបាត់ទៅហើយមិញគឺខ្ញុំមិនបានធ្វើបាបវាហើយយកវាទៅធ្វើជាចំណីអាហារទេបាទយើងចូលរួមអភិរក្សមន់ព្រៃក៏ដូចជាសត្វព្រៃទាំងអស់គ្នាសូមកុំបរិភោគសត្វព្រៃបាទសូមអរគុណបាយបាយ